បញ្ញត្តិទី5ត្រូវពំបែកឲ្យខ្លាំងទៅលើគេឈ្មោះរបស់អ្នកត្រូវយកជីវិតរបស់អ្នកទាំងមូលមកការពារវាឲ្យបានគេឈ្មោះគឺជាសសរគោគ្រឹះនៃអំណាចតាមរយៈគេឈ្មោះនេះតែមួយមុខប៉ុណ្ណោះអាចឲ្យអ្នកបំផិតបំភ័យអ្នកដទៃនិងរកជ័យជំនះសម្រាប់ខ្លួនឯងបានតែយ៉ាងណាក៏ដោយនៅពេលណាដែលដួលរលំហើយនោះអ្នកនឹងក្លាយជាមនុស្សដែលងាយរងគ្រោះនិងត្រូវបានគេវាយប្រហារទៅលើគ្រប់ផ្នែកទាំងអស់ចូលឲ្យកិត្តិនាមរបស់អ្នករឹងមាំនិងគ្មាននរណាម្នាក់អាចវាយប្រហារបានត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះការវាយប្រហារដែលអាចកើតមានឡើងនិងត្រូវទប់ស្កាត់ពួកវាឲ្យបានមុនពេលដែលពួកវាកើតឡើងទន្ទឹមនឹងនេះចូលព្រៀនបំផ្លាញសត្រូវរបស់អ្នកតាមចន្លោះប្រហោងដែលគេបានបើកចំហដែលស្ថិតនៅក្នុងគេឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេរួចឈរនៅម្ខាងហើយទុកឲ្យមតិសាធារណៈជាអ្នកព្យួរកពួកគេទៅចោលមនុស្សដែលស្ថិតនៅជុំវិញខ្លួនយើងសូម្បីតែមិត្តភក្តិជិតដិតនិងយើងបំផុតក៏ដោយក៏នៅតែមានអាថ៌កំបាំងនិងរឿងដែលមិនអាចយល់បានពីពួកគេអញ្ចឹងចរិតលក្ខណៈរបស់ពួកគេមានទីសម្ងាត់ដ៏អាថ៌កំបាំងដែលពួកគេមិនអាចបង្ហាញពួកវាចេញមកភាពមិនច្បាស់លាស់របស់អ្នកដទៃបង្ហាញពីការរំខានមកដល់យើងប្រសិនបើយើងមិនបានគិតគូរពីវាយូរលំមគ្រប់គ្រាន់ក៏ព្រោះតែវានឹងធ្វើឲ្យមានអារម្មណ៍ថាវាមិនអាចទៅរួចឡើយសម្រាប់យើងក្នុងការវិនិច្ឆ័យពីអ្នកដទៃនេះឯងម្ល៉េះហើយយើងក៏សុខចិត្តប្រងើយកន្តើយចំពោះការពិតមួយនេះហើយក៏បែរជាវិនិច្ឆ័យទៅលើលក្ខណៈខាងក្រៅរបស់ពួកគេទៅលើអ្វីដែលងាយអាចមើលឃើញនិងបំផុសដោយកសែភ្នែករបស់យើងដូចជាសម្លៀកបំពាក់កាយវិការពាក្យសម្ដីនិងសកម្មភាពជាដើមនៅក្នុងសង្គមជាក់ស្ដែងលក្ខណៈខាងក្រៅគឺជារង្វាស់